បាទថ្ងៃនេះមកកន្លែងស្ទូចត្រីថ្មីហើយមកដល់អត់មានកន្លែងស្ទូចដោយសារតែជុកដកអស់ពេញនេះមកមើលនេះដកយកស្ទូចកាត់ដាក់អន្ទូចមួយចោលនេះហើយទីធៀបទីនេះស្អាតមើលព្រៃភ្នំមិនភ្នំមើលអីបាទនេះសិតតែភ្នំនេះនេះទូចជើងដាក់តែមួយទេដោយសារតែវាអត់កន្លែងដាក់ឈុកដកឲ្យនោះពេញទាំងអស់ពីមុនវាដុំនេះវាលអញ្ចឹងយើងអាចតាមបានតែឡើយអត់ជុកដកស្រាយហើយណាមួយដាក់មកទៀតនេះអញ្ចឹងយើងដាក់កើតយើងដាក់តែមកដងនេះទេដាក់ចោលទៅទុកសាក់មើលអត់បានតែវិញនេះហើយបលិចមើលភ្នំមកសិតភ្នំមកជួរនេះភ្នំនេះភ្នំដើមឈើដកឲ្យខែនេះខែភ្លៀងចឹងមើលដើមឈើស្រស់ប្រងមកហើយទំនប់នេះហៅទំនប់ដាច់បាយវាភាពស្អាតនេះគឺថតពីលើទៅមានផ្លូវនេះខាងនេះស្រែអែមកនោះគឺភាពស្អាតខ្ញុំនេះព្រៃមានព្រៃមានអីច្រើនអញ្ចឹងខាងនេះទំនប់នេះគេហៅទំនប់ដាច់បាយបងប្អូនតែមកភាគច្រើនដាច់បាយមែនដោយសារតែមកមិនដែលបានត្រីទេគឺមកអំបិលរហូតនេះស្ងាត់ចឹងអត់ស៊ីទេ